Nè mô tát sa phê kê vạ tao a ra ha tao samma sambuddha sa. Nè mô tát sa phê kê vạ tao a ra ha tao samma sambuddha sa. Nè mô tát sa phê kê vạ tao a ra ha tao samma sambuddha sa. បន្ទាប់ពីការធ្វើបទនមស្ការដោយសង្ខេបបែបខ្លីនេះទៅទូលព្រះបង្គំខ្ញុំក្រាស់កណ្ណាទាំងពីរព្រះអង្គសូមក្រាបថ្វាយបង្គំសម្ដេចព្រះកញ្ញាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតនុនង៉ែតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ប្រសើរពងពោះបំផុតទូលព្រះបង្គំសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសមេធាធិបតីកតេបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយបង្គំសម្ដេចព្រះសង្ឃនាយករងគ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូបខោសាវិសុទ្ធព្រះបណ្ឌិតទូតមេញឈុនព្រះជាគណៈព្រះគ្រូចារការវត្តព្រះពុទ្ធខោសាចារចិនដំដែកនិងជាព្រះប្រធានកិត្តិយសក្នុងកម្មវិធីសិក្សាព្រះត្រៃបិដកវត្តព្រះពុទ្ធខោសាចារសកសាចរខណ្ឌដូនពេញរាជធានីភ្នំពេញទីគ្រប់សក្ការៈសូមថ្វាយពពកប្រការណាប្របាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយពពកសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនរោត្តមមុនីនាថសីហនុនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយពពកចម្រើនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវនិងពុទ្ធបរិស័ទកម្មវិធីសិក្សាព្រះត្រៃបិដកដែលផ្សាយចេញអំពីវត្តព្រះពុទ្ធខោសាចារហេតុចិនដំដៃសកាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបានចូលមកបន្តកម្មវិធីសិក្សាជាបន្តទៀតសិក្សាខណៈនេះយើងសិក្សានៅក្នុងព្រហ្មសង្យុត្តព្រហ្មបញ្ញកៈនិងយើងសិក្សាមកដល់អរុណវតីសោតទី4នៅក្នុងសុតនបិដកសង្យុត្តនិកាយសគាធវៈបិដកភាគ30បើកមកដល់ទំព័រ71ក៏នោះយើងសិក្សានៅក្នុងសោតទី4ចាប់ពីគ្នាលេខ92បន្តទៅគុណចាស់ញញឹតពុទ្ធបរិស័ទបើមានបិដកបើកមកផ្ទៀងផ្ទាត់ជាមួយគ្នាបើអត់មានទេគុណចាស់ញញឹតសូមស្ដាប់ដោយសទ្ធាជ្រះថ្លាចុះថ្វាយគុំព្រះមហាសោភិតោសង្ឃសេកលោកចាស់នមស្ការសាធុដោយសេចក្តីជ្រះថ្លាណាលោកចាស់សូមរតនាលោកចាស់អាននៅសោតទី4គ្នាប92ខ្ញុំមកអានគ្នាប93រហូតដល់ចាប់សោតហើយមកសិក្សាទាំងអស់គ្នាដូចតទៅលោកចាស់ណាសូមរតនានិមន្តជាបឋមអង្គខ្ញុំប្រកាសថាសូមនមស្ការចំពោះព្រះរតនត្រ័យសុទ្ធវង្សគិនស្រាប់ព្រះប្រធានកម្មវិធីនិងនមស្ការចំពោះព្រះខោសាវិសុទ្ធបណ្ឌិតទូតមេញឈុនព្រះប្រធានកិត្តិយសសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពសេចក្តីជ្រះថ្លាអរតនីក៏ដូចជាជើញញញឹតពុទ្ធបរិស័ទចូលមកសិក្សាបត្រៃបិដកជាបន្តរៀនសេចក្តីមកដល់ប្រសោតទី4ដល់អរុណវតីសោតទី4គ្នាប92សម័យមួយព្រះមានប្រភិកគង់នៅទៀបក្រុងសាវត្ថីក្នុងទីនោះឯងព្រះមានប្រភិកទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថាមនាភិក្ខុទាំងឡាយក៏ក្រាបទូលព្រះពុទ្ធដីកាព្រះមានប្រភិកសូមទ្រង់ព្រះមេត្តាព្រះមានប្រភិកទ្រង់ត្រាស់យ៉ាងនេះមនាភិក្ខុទាំងឡាយកាលពីព្រេងនាយមកមានព្រះរាជាឈ្មោះអរុណវ័នមនាភិក្ខុទាំងឡាយក៏ព្រះរាជាអរុណវ័នមានរាជធានីឈ្មោះអរុណវតីមនាភិក្ខុទាំងឡាយកាលនោះព្រះមានព្រះភិអរហន្តសម្មាសម្ពុទ្ធទ្រង់ព្រះនាមសិក្ខីបានគង់អាស្រ័យនៅក្នុងអរុណវតីរាជធានីមនាភិក្ខុទាំងឡាយសាវកមួយគូឈ្មោះអភិភូនិងសម្ភវៈជាគូដ៏ប្រសើរជាគូដ៏ចម្រើនរបស់ព្រះសិក្ខីព្រះមានព្រះភិអរហន្តសម្មាសម្ពុទ្ធគ្នាប94មនាភិក្ខុទាំងឡាយក្នុងការនោះព្រះសិក្ខីមានព្រះភិអរហន្តសម្មាសម្ពុទ្ធបានត្រាស់ហៅភិក្ខុឈ្មោះអភិភូថាមនាព្រាហ្មណ៍មកយើងនឹងទៅកាន់ព្រហ្មលោកណាមួយទីរាំងដល់តម្រាំដល់ពេលផាត់មនាភិក្ខុទាំងឡាយអភិភូទទួលព្រះពុទ្ធដីកាព្រះសិក្ខីមានព្រះភិអរហន្តសម្មាសម្ពុទ្ធថាព្រះករណាព្រះអង្គមនាភិក្ខុទាំងឡាយក្នុងការនោះព្រះសិក្ខីមានព្រះភិអរហន្តសម្មាសម្ពុទ្ធនិងអភិភូភិក្ខុ
có bát âm pi rôn vật tây đi thì ní tới bạc cót prom mà lô nộp đôi chia bỏ đó miên cầm lắng lia đáy lia chanh nở đáy đại bót châu rư bót châu nở đáy để lia chanh mình đi bị khẩu tàng lại khăn ông lùm đạp nốt pra sẽ khay miên bạc phi ạ ra hân sama sam pot trăng nâng bị thu bị khẩu thả mình đi priếm nè châu sầm đáy nơi thom mi gật thả rọ bọc prom phỏng đo bò để sát rọ bọc prom phỏng đo nè bầm ra rọ bọc prom phỏng mình đi bị khẩu tàng lại bị khẩu chung ạ bị phú từ tuaประพฤติใดกาព្រះសិក្ខីមានប្រភិអរហន្តសម្មាសម្ពុទ្ធថាប្រករណាព្រះអង្គហើយញ៉ាំងព្រំផងញ៉ាំងព្រំបរិស័ទផងញ៉ាំងអ្នកបំរើរបស់ព្រំផងឲ្យឃើញច្បាស់ឲ្យកាន់យកឲ្យអាចហ៊ានឲ្យរីករាយដោយធម្មមីកថាបណ្ឌិតភិក្ខុទាំងឡាយបានលើមកក្នុងរឿងនោះថាព្រំនិងបរិស័ទព្រំនិងអ្នកបំរើព្រំបានពោលតេះដៀលនឹងទៀតថាអស្ចារ្យណាស់ដល់ចម្លែកណាស់ដល់ព្រះសាសនាគង់នៅក្នុងទីចំពោះមុខមិនសំបីបើសាវកហ៊ានសម្ដែងសធរសោះបណ្ឌិតភិក្ខុទាំងឡាយលំដាប់នោះព្រះសិក្ខីមានប្រភិអរហន្តសម្មាសម្ពុទ្ធទ្រង់ត្រាស់នឹងអភិភូភិក្ខុថាមនីព្រាមព្រំនិងបរិស័ទព្រំនិងអ្នកបំរើព្រំទាំងនោះពោលទោសថាអស្ចារ្យណាស់ដល់ចម្លែកណាស់ដល់ព្រះសាសនាគង់នៅក្នុងទីចំពោះមុខមិនសំបើសាវកហ៊ានសម្ដែងធរសោះមនីព្រាមបដូច្នោះអ្នកគូញ៉ាំងព្រំនៅបរិស័ទព្រំនិងអ្នកបម្រើព្រំឲ្យសង្វេគក្រៃលែងជាងប្រមាណចុះមនីភិក្ខុទាំងឡាយអភិភូភិក្ខុទទួលប្រពុទ្ធិកាព្រះសិក្ខីមានប្រភិអរហន្តសម្មាសម្ពុទ្ធថាប្រការណាព្រះអង្គហើយក៏មានព្រះកាយប្រកបសម្ដែងធម៌ខ្លះមានព្រះកាយមិនប្រកបសម្ដែងធម៌ខ្លះមានកាយពាក់កណ្ដាលខាងក្រោមប្រកបតែកាយពាក់កណ្ដាលខាងលើមិនប្រកបសម្ដែងធម៌ខ្លះមានកាយពាក់កណ្ដាលខាងលើប្រកបតែកាយពាក់កណ្ដាលខាងក្រោមមិនប្រកបសម្ដែងធម៌ខ្លះគ្នា96មនីភិក្ខុទាំងឡាយបានលើកមកថាក្នុងរឿងនោះថាព្រំនិងបរិស័ទព្រំនិងអ្នកបម្រើរបស់ព្រំមានសេចក្តីអស្ចារ្យចម្លែកកើតឡើងក្នុងចិត្តថាអស្ចារ្យណាស់ណោចម្លែកណាស់ណោសមណៈមានរិទ្ធច្រើនមានអានុភាពច្រើនមនីភិក្ខុទាំងឡាយលំដាប់នោះអភិភូភិក្ខុបានក្រាបទូលព្រះសិក្ខីមានប្រភិអរហន្តសម្មាសម្ពុទ្ធយ៉ាងនេះថាបរិស័ទបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គធ្លាប់ពោលវាចាមានសភាពយ៉ាងនេះក្នុងកណ្ដាលភិក្ខុសង្ឃថាមនីអពុសោទាំងឡាយខ្ញុំស្ថិតនៅក្នុងព្រហ្មលោកអាចញ៉ាំងលោកធាតុទាំង1000ឲ្យភ្លឺឲ្យដឹងច្បាស់ដោយសំឡេងបានមនីព្រាមកាលនេះគួរហើយមនីព្រាមកាលនេះគួរហើយមនីព្រាមអ្នកស្ថិតនៅក្នុងព្រហ្មលោកហើយក៏បីញ៉ាំងលោកធាតុទាំង1000ឲ្យដឹងច្បាស់ដោយសំឡេងចោះមនីភិក្ខុទាំងឡាយអភិភូភិក្ខុទទួលប្រពុតដីកាប្រខ័យព្រះសិក្ខីមានប្រភិអរហន្តសម្មាសម្ពុទ្ធថាប្រករណាព្រះអង្គហើយស្ថិតនៅក្នុងព្រហ្មលោកបានពូនៅគាថានេះថាអ្នកទាំងឡាយចូលប្ររពចូលប្រាំងប្រែងចូលប្រកបព្យាយាមក្នុងពុទ្ធសាសនាចូលកំចាត់បងសេនាមនៃមច្ចុដូចជាកញ្ចោញ៉ាំញីផ្ទះបបោះអ្នកណាមិនប្រហែសក្នុងធម្មវិន័យនេះអ្នកនោះនឹងលះបង់នៅជាតិសង្សារហើយធ្វើនៅទីបំផុតទុកបានមនីភិក្ខុទាំងឡាយលំដាប់ដល់ឯងព្រះសិក្ខីមានប្រភិអរហន្តសម្មាសម្ពុទ្ធនិងអភិភូភិក្ខុញ៉ាំងព្រំនិងបរិស័ទរបស់ព្រំនិងអ្នកបម្រើព្រំឲ្យសង្វេគហើយបាត់អំពីព្រហ្មលោកនោះមកប្រកាសក្នុងអរុណវតីរាជធានីវិញដោយឆាប់រហ័សប្រៀបដូចជាពេកមនីភិក្ខុទាំងឡាយលំដាប់នោះព្រះសិក្ខីមានប្រភិអរហន្តសម្មាសម្ពុទ្ធត្រាស់ហៅភិក្ខុទាំងឡាយថាមនីភិក្ខុទាំងឡាយកាលដែលអភិភូភិក្ខុស្ថិតនៅក្នុងព្រហ្មលោកកាលពោលគាថាទាំងឡាយអ្នកទាំងឡាយបានឮដែរឬបបិទ្ធព្រះអង្គដ៏ចម្រើនកាលអភិភូភិក្ខុស្ថិតនៅក្នុងព្រហ្មលោកពោលគាថាទាំងឡាយពួកយើងខ្ញុំព្រះអង្គបានឮដែរ
ម្នេះពិខុទាំងឡាយកាលដែលអភិភូពិខុស្ថិតនៅក្នុងព្រហ្មលោកពោលនៅគាថាទាំងឡាយអ្នកទាំងឡាយបានឮពាក្យថាដូចម្ដេចខ្លះបបិទ្ធព្រះអង្គដ៏ចម្រើនការដែលអភិភូពិខុស្ថិតនៅក្នុងព្រហ្មលោកបានពោលគាថាទាំងឡាយពួកយើងខ្ញុំព្រះអង្គបានឮយ៉ាងនេះថាអ្នកទាំងឡាយចូលប្រារព្ធចូលប្រឹងប្រែងចូលព្យាយាមក្នុងពុទ្ធសាសនាចូលកំចាត់បងនៅសេនានៃមច្ចុចូលជាកញ្ជោញញីផ្ទះបបោអ្នកណាមិនប្រហែសក្នុងធម៌វិន័យនេះអ្នកនោះនឹងលះបង់នៅជាតិសង្សារហើយនឹងធ្វើនៅទីបំផុតទុកបានបបិទ្ធព្រះអង្គដ៏ចម្រើនការដែលអភិភូស្ថិតនៅក្នុងព្រហ្មលោកពោលគាថាទាំងឡាយពួកយើងខ្ញុំព្រះអង្គបានឮយ៉ាងនេះឯងគ្នា98មនាភិក្ខុទាំងឡាយល្អហើយមនាភិក្ខុទាំងឡាយពិតជាប្រពៃហើយការដែលអភិភូភិក្ខុស្ថិតនៅក្នុងព្រហ្មលោកពោលនៅគាថាទាំងឡាយអ្នកទាំងឡាយបានឮព្រះមានពុភិត្រង់ត្រាស់ពុទ្ធដីកានេះហើយភិក្ខុទាំងនោះក៏មានសេចក្តីត្រេកអររីករាយចំពោះភាសិទ្ធរបស់ព្រះមានពុភិកណ្ដាលសាធុចាប់សោតណាចាណាចាប់សោតអរុណវតីសោតទី4បានជាចំណងជើងសោតនេះឈ្មោះអរុណវតីគឺយកតាមឈ្មោះរាជធានីអរុណវតីហើយរាជធានីនោះមានតាំងពីសម័យព្រះពុទ្ធទ្រង់ព្រះនាមសិក្ខីមកម្លេះព្រះពុទ្ធព្រះនាមសិក្ខីហ្នឹងគឺមានរាជធានីឈ្មោះអរុណវតីរាជធានីហើយមានព្រះរាជាគង់សោយរាជនៅរាជធានីនៅនគរហ្នឹងឈ្មោះអរុណវ័ននៅឈ្មោះស្តៀងនៅឈ្មោះទីក្រុងនោះដែរវ័នតៈនិងអរុណវ័នតៈនឹងឈ្មោះព្រះរាជាអ្នកគ្រប់អ្នកក្រមរៀនទៅនោះទីដូចសូននេះបើសម័យព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងព្រះអង្គសម្ដែងនៅនឹងវត្តចេតពុនដែលជាអារាមរបស់អនាថបណ្ឌិតកសេដ្ឋីហ្នឹងព្រះអង្គទ្រង់ហៅភិក្ខុទាំងឡាយហ្នឹងមកហើយព្រះអង្គទ្រង់សម្ដែងព្រះគាថាដល់ភិក្ខុទាំងឡាយហើយក៏លើកនៅអតីតនិទានដែលដោយប្រើព្រះតម្រាស់ត្រាស់ថាកាលពីព្រេងនាយមកនោះមានព្រះរាជាព្រះនាមអរុណវ័នហើយដែលសោយរាជនៅរាជធានីឈ្មោះអរុណវតីហើយសម័យនោះឯងគឺជាសម័យនៃព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមសិក្ខីដែលគង់អាស្រ័យនៅក្នុងអរុណវតីរាជធានីដែរហើយព្រះសិក្ខីសក្យមនីអង្គនោះមានសាវកមួយគូដែលជាសាវកដ៏ប្រសើរហ្នឹងគឺមួយអភិភូទី2គឺសម្ភវៈអភិភូនិងសម្ភវៈដោយព្រះអភិភូហ្នឹងបើប្រៀបធៀបព្រះសាវកយើងនៅក្នុងពុទ្ធសាសនាព្រះសំណាក់គោតមយើងដូចជាព្រះមហាសរិបុត្រព្រះសម្ភវៈដូចជាព្រះមហាមុគលានព្រះអភិភូហ្នឹងគឺបញ្ញាដោយព្រះសរិបុត្រហ្នឹងគឺបរិបូរត្រូវត្រង់នៅបញ្ញាដល់ទៅសម្ភវៈនេះត្រូវត្រង់នៅសមាធិមានរិទ្ធច្រើនដូចព្រះមហាមុគលានយ៉ាងដែរគុណចាញ់ញាតិញោមពុទ្ធបរិស័ទនិងព្រះដ៏មានព្រះភិក្ខទ្រង់លើកយកនៅរឿងរ៉ាវនេះមកប្រកាសសម្ដែងឲ្យភិក្ខុទាំងឡាយបានស្ដាប់ហ្នឹងគឺដើម្បីបង្ហាញអំពីដែលជានុភាពនៃទី1គឺព្រះធម៌ទី2គឺដើម្បីកាត់នៅសេចក្តីសង្ស័យរបស់ព្រហ្មដែលតែងតែមានទិដ្ឋិមិនតន់ល្អដែរទិដ្ឋិមិនតន់ស្អាតតែមានទិដ្ឋិដែលមិនតន់ស្អាតក៏ដែលប្រកហ្នឹងហើយនៅមានការរកិសមិនបរិសុទ្ធអញ្ចឹងទេព្រះសម្មាសម្ពុទ្ធព្រះនាមសិក្ខីសម្មាសម្ពុទ្ធអរហន្តនិងព្រះភិក្ខុអរិយសាវកអង្គនោះក៏និមន្តទៅកាន់ព្រហ្មលោកហើយទៅកាន់ព្រហ្មលោកនោះទៅលឿនព្រហ្មលោកទៅព្រហ្មលោកដ៏ឆ្ងាយណាស់ព្រហ្មលោកឆ្ងាយណាស់
ប៉ុន្តែទៅដូចដែលក្រំតែក្តាប់ដៃឲ្យលាដៃអញ្ចឹងគឺទៅដល់ហើយហើយព្រំលោកដែលទៀបជាងគេបំផុតហ្នឹងបើឧបមាទេគឺថាព្រំលោកដែលទៀបបើយើងគិតថាទៀបជាងគេបំផុតហ្នឹងក៏ស្មើនឹងថ្មភ្នំមួយដុំឲ្យទម្លាក់ពីព្រំលោកហ្នឹងមកដល់ផែនដីយើងត្រូវប្រើពេល4ខែអញ្ចឹងណាបានមកដល់ណាព្រះអត្ថកថាប្រៀបធៀបនឹងព្រំជាន់ទៀតផងទម្លាក់ថ្មពីព្រំនោះមកភ្នំថ្មប៉ិនភ្នំមកទម្លាក់មកប្រើពេល4ខែនោះតម្រាំតែថ្មហ្នឹងមកដល់ឋានមនុស្សយើងនេះប៉ុន្តែការដែលព្រះពុទ្ធនិងព្រះអរហន្តលោកទៅដល់ឈានហើយលឿនបំផុតគឺដូចតែក្តាប់ដៃលាដៃហ្នឹងគឺទៅដល់ហើយណាភាពអស្ចារ្យណាគុណចាញ់ញញពុទ្ធបរិស័ទនឹងសូមមកជ្រាបអញ្ចឹងតើតើនឹងរឿងហ្នឹងនៅក្នុងគ្នាភ្លេខ94ដែលព្រះដ៏មានព្រះភិក្ខត្រង់ហៅភិក្ខុអភិភូដែលត្រូវត្រង់ដោយបញ្ញាប្រៀបដូចជាស្រីបុត្រទៅកាន់ព្រហ្មលោកហើយព្រះអង្គក៏ទ្រង់ប្រកាសអនុញ្ញាតប្រាប់ឲ្យព្រះភិក្ខុហ្នឹងព្រះអភិភូហ្នឹងសម្ដែងធម៌ឲ្យពួកព្រហ្មលោកទាំងពួកព្រំទាំងអ្នកបរិស័ទព្រំទាំងអ្នកបំរើនៅព្រំហ្នឹងបានស្ដាប់ទាំងអស់ហើយព្រះអភិភូហ្នឹងក៏លោកទ្រង់ទទួលការសម្ដែងពធហ្នឹងហើយការសម្ដែងពធហ្នឹងស្រាប់តែសម្ដែងពធដល់ទៅរស់ក្បោះក្បាយហ្នឹងពួកព្រំនិងបរិស័ទព្រំនិងអ្នកបំរើព្រំហ្នឹងពោលតុទេសដៀលតុទេសដៀលនិន្ទាថាអស្ចារ្យណាស់ចម្លែកណាស់ណោះព្រះសាសនាគង់នៅមុខសុខហើយមិនសមបើសាវកទៅសម្ដែងធម៌កាត់មុខព្រះអីសោះនេះឃើញទេនេះហ្នឹងចង់ជាក់ចំណុចហ្នឹងដើម្បីឲ្យកណ្ដាលចាស់ញោមញាតិពុទ្ធបរិស័ទជ្រាបថាហេតុភេទរឿងរ៉ាវនេះដែលមានតាំងពីសម័យមុនពុទ្ធបរមគ្រូជាម្ចាស់នៃយើងក៏មានក្នុងសម័យពុទ្ធបរមគ្រូជាម្ចាស់នៃយើងក៏មានហើយរហូតមកដល់បច្ចុប្បន្ននេះក៏រឹងរឹតតែមានដែរមានរហូតដល់សិស្សហៅថាសទ្ធិវិហារៈសិស្សហ្នឹងចា៎សិស្សហ្នឹងជួនកាលសិស្សហ្នឹងលោកគ្រូឲ្យសម្ដែងធម៌ទៅលោកគ្រូអង្គុយស្ដាប់ហ្នឹងសម្ដែងធម៌អត់ចេញអីចឹងទៅឬក៏ពុទ្ធបរិស័ទមួយចំនួនហ្នឹងកាលណាបើលោកគ្រូឲ្យសិស្សទៅសម្ដែងធម៌ហ្នឹងទៅជានិន្ទាទៅជារិះគន់មិនជ្រះថ្លាអីចឹងទៅណាទៅចឹងទៅក៏មានដល់មកដល់បច្ចុប្បន្នហ្នឹងដែរអញ្ចឹងរឿងរ៉ាវទាំងអស់នេះលោកម្ចាស់សោភិតោលោកចាស់ណាសូមលោកម្ចាស់ចូលរួមលើកនៅរឿងរ៉ាវទាំងអស់នេះហើយបញ្ជាក់ប្រកេនជូនកណ្ដាលចាស់ញោមញាតិពុទ្ធបរិស័ទឲ្យបានជ្រាបយល់អំពីដំណើររឿងនៃការទៅសម្ដែងធម៌របស់ព្រះអភិភូដល់ពពួកព្រំនិងបរិស័ទព្រំអ្នកបម្រើព្រំហើយថាហេតុម៉េចបានជាពួកព្រំទាំងអស់នោះនិន្ទាការសម្ដែងធម៌របស់សាវកហើយព្រះដ៏មានព្រះភិក្ខបែរទៅអនុញ្ញាតឲ្យព្រះអភិភូនឹងសម្ដែងធម៌ឲ្យដោយរិទ្ធបំរិទ្ធធ្វើឲ្យធ្វើម៉េចឲ្យព្រំនឹងសង្វេគចង់និយាយថាឲ្យព្រំនឹងសង្វេគឃើញដែលជះរបស់អភិភូក្នុងការសម្ដែងនឹងអញ្ចឹងគឺប្រហែលចំណុចនេះសូមចាស់ចូលរួមសូមរតនានិមន្តគណៈអរគុណព្រះអង្គគណៈសេចក្តីជ្រះថ្លាដែលថ្ងៃនេះយើងបានចូលមកសិក្សាជាបន្តបន្ទាប់ហើយសម្រាប់ខ្ញុំគណៈផ្ទាល់ដែលនៅក្នុងទីនេះមានការសិក្សាបានមួយចំណុចបន្ថែមទៀតដែលបានស្ដាប់ណាស់ចាស់ព្រះអង្គគ្រូបានលើកសម្ដែងហើយក៏ដូចជាបានការអានហើយក៏បានឃើញថាធ្លាប់តែដឹងថាព្រហ្មលោកសម្រាប់ទៅដោយឈានឈានអញ្ចឹងអាចជាចតិនៅក្នុងព្រហ្មលោកបានប៉ុន្តែដោយឡែក
នៅក្នុងប្រសូតនេះសម្រាប់ខ្ញុំកណាជាចំណេះដឹងថ្មីមួយគឺធ្លាប់ទៅលើបរិស័ទព្រំនឹងធ្លាប់លើតែអ្នកបម្រើព្រំមិនដែលធ្លាប់លើតែកន្លែងនេះបានដឹងបានក៏បានយើងបានសិក្សាទាំងអស់គ្នាថាព្រំលោកមានទាំងបរិស័ទហើយក៏មានទាំងអ្នកបម្រើរបស់ព្រំហើយដែលឡែកដែលលើកណាមចាស់ព្រះអង្គគ្រូលើកអំពីថាការសម្ដែងធម៌នៅមុខព្រះសាស្តារបស់ព្រះភិក្ខុនាមថាអភិភូដែលព្រះសាស្តាទ្រង់អនុញ្ញាតឲ្យសម្ដែងដែលឡែកសេចក្តីនេះមាននៅក្នុងព្រះសាសនាយើងក៏មានឲ្យច្រើនថាក៏ត្រង់កន្លែងខ្លះដែលព្រះអង្គទ្រង់គង់ធរមាននៅក៏អនុញ្ញាតឲ្យសាវកដទៃសម្ដែងធម៌បានក៏ដែរអនុញ្ញាតឲ្យសាវកដទៃសម្ដែងធម៌បានហ្នឹងដោយក្នុងសាសនាយើងក៏មានច្រើនប៉ុន្តែដោយឡែកការសម្ដែងធម៌នេះរបស់ព្រះអភិភូភិក្ខុសម្ដែងទៅបែរជាមិនញ៉ាំងចិត្តរបស់ព្រំឲ្យជ្រះថ្លាទេពោលដែលដៀលថាគួរអីណាបើព្រះអង្គគង់នៅតែសាវកសម្ដែងធម៌ជាដូចថាសម្ដែងកាត់មុខសម្ដែងកាត់មុខព្រះសម្មាសម្ពុទ្ធសេចក្តីនេះក្នុងសង្គមយើងមានខ្លះដោយលើទំនងចឹងតែខ្លះទីតីមិនចាស់កណាដោយទំនងពេលខ្លះលោកគ្រូនៅមុខដូចខ្ញុំកណាផ្ទាល់អីក្បែរលោកគ្រូទោះបីមិនមែនក៏អធិស្ឋានពេលខ្លះនៅតែភ័យមើលក្បែរលោកគ្រូភ័យច្រឡំផងសេចក្តីនេះខ្ញុំកណាចូលរួមបន្តិចបន្តួចទៅតាមសមត្ថភាពបញ្ញាដែលថាព្រះអភិភូនឹងសម្ដែងទៅញ៉ាំងពួកព្រំនិងបរិស័ទរបស់ព្រំបើលើរបស់អ្នកបម្រើមិនឲ្យសេចក្តីជ្រះថ្លាទៅព្រះអភិភូនឹងលោកសម្ដែងនៅរិទ្ធសម្ដែងនៅរិទ្ធនឹងញ៉ាំងព្រំញ៉ាំងបរិវាររបស់ព្រំព្រមទាំងអ្នកបម្រើជាដើមនោះឲ្យឃើញនៅសេចក្តីអស្ចារ្យនៃព្រះអរហន្តខៃណាស្រោបមិនគួរបុគ្គលណាមួយនឹងដេះទៀលបានទេមិនគួរនឹងដេះទៀលបានទេអញ្ចឹងខ្ញុំកណាចូលរួមខ្លីបន្តិចចា៎សាធុសម្ដែងនៅសាវិតាអរគុណព្រះអភិភូអរហន្តខៃណាស្រោបត្រូវបានព្រះសម្មាសម្ពុទ្ធអនុញ្ញាតឲ្យសម្ដែងហើយសម្ដែងទាំងរិទ្ធណាដើម្បីធ្វើឲ្យពួកព្រំទាំងឡាយទាំងពួងហ្នឹងឃើញថាមិនមែនមានតែព្រះសម្មាសម្ពុទ្ធទេដែលអស្ចារ្យសំបីតែសាវកហ្នឹងក៏ខ្លាំងក្លាដែរនឹងធ្វើឲ្យព្រំទាំងអស់កាត់សេចក្តីសង្ស័យហ្នឹងណាក្តីសង្ស័យហើយព្រះអភិភូខៃណាស្រោបអង្គហ្នឹងក៏ពោលនៅពាក្យមួយទៀតបានន័យថាសូមការអនុញ្ញាតពីព្រះសិក្ខីសម្មាសម្ពុទ្ធដើម្បីសម្ដែងរិទ្ធហើយចង់បញ្ជាក់ថាលោកអាចសម្ដែងធម៌ព្រហ្មលោកនៅឋានព្រហ្មក៏ដោយនៅឋានណាក៏ដោយប៉ុន្តែឲ្យពាន់ចក្រវាលបានន័យថាឲ្យសត្វលោកក្នុងពាន់លោកធាតុទាំង1000ហ្នឹងគឺលឺទាំងអស់បាទៀតផងអញ្ចឹងហ្នឹងចំណុចហ្នឹងនេះគឺជាចំណុចមួយដែលសំខាន់នៅក្នុងសូត្រនេះផងដែរហើយព្រះសម្មាសម្ពុទ្ធនាមសិក្ខីហ្នឹងអនុញ្ញាតឲ្យព្រះអភិភូភិក្ខុហ្នឹងសម្ដែងហើយសម្លេងហ្នឹងគឺថាលោកធាតុទាំង1000ហ្នឹងលឺច្បាស់តែម្ដងលឺច្បាស់អញ្ចឹងលឺច្បាស់នៅគាថាមួយហ្នឹងអញ្ចឹងយើងត្រូវចាំស្ដាប់គាថាដែលព្រះអភិភូភិក្ខុដែលលើកប្រកាសសម្ដែងថាអរបថៈនិកមេតនិកមថៈយញ្ចថៈពុទ្ធសាសនេធុនេថៈមច្ចុណោសេណੰអ្នកឡាគិរវាំងគុញ្ចរោយោអ៊ីម៉ាស្មੰធម្មវិនយេ
អបមត្តោវិហេសតិបហាយៈជាតិសង្សារំទុក្ខសន្តੰករិសតិតិហ្នឹងគឺជាប្រគាថាដែលព្រះអភិភូភិក្ខុនោះសំដែងហើយលោកធាតុទាំង1000លោកធាតុហ្នឹងគឺស្ដាប់ឮទាំងអស់ទាំងនៅព្រហ្មលោកទាំងមនុស្សលោកយ៉ាងហ្នឹងព្រះសម្មាសម្ពុទ្ធយាងចុះម្ដងឋានមនុស្សហើយព្រះអង្គទ្រង់សួរភិក្ខុដែលនៅក្នុងមនុស្សលោកហ្នឹងនៅរណវតីរាជធានីនឹងអ្នកបានឮទេឮគាថាដែលព្រះអភិភូបានប្រកាសសម្ដែងនៅព្រហ្មលោកទេវិខថាឮនឹងឮយ៉ាងម៉េចព្រះអង្គต้องបញ្ជាក់ថាឮយ៉ាងម៉េចឮយ៉ាងថាអ្នកទាំងឡាយចូលប្រារព្ធចូលប្រឹងប្រែងចូលប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនាចូលកំចាត់បងនៅសេនានៃមច្ចុចូលជាកញ្ជោញ៉ាំញ៉ាំញីផ្ទះបបោះអ្នកមិនប្រហែសក្នុងធម៌វិន័យនេះអ្នកនោះនឹងលះបង់នៅជាតិសង្សារៈហើយធ្វើនៅទីបំផុតនៃទុក្ខបាននេះគាថាហ្នឹងដែលជាគាថាដែលទាំងពាន់លោកធាតុហ្នឹងសុទ្ធតែស្ដាប់ឮបានទាំងអស់នៃភាពអស្ចារ្យក្នុងសូត្រហ្នឹងគឺចំណុចហ្នឹងឯងហើយយើងស្ដាប់មកឃ្លាថាបគាថាហ្នឹងព្រះអភិភូបខៃណាស្រោបអង្គហ្នឹងលោកពន្យល់ឲ្យលោកធាតុយើងទាំង1000ហ្នឹងថាចូលប្រារព្ធប្រឹងប្រែងណាចូលប្រារព្ធប្រឹងប្រែងបានតែញ៉ាំងចិត្តរបស់យើងហ្នឹងឲ្យមានសេចក្តីជាយាមប្រឹងប្រែងក្នុងសាសនាព្រះពុទ្ធពេលតែក្នុងសាសនាព្រះពុទ្ធបាននេះតែក្នុងក្នុងពាក្យព្រានបដៅសាសនាហ្នឹងក្នុងពាក្យព្រានបដៅក្នុងធម៌ក្នុងវិន័យរបស់ព្រះដ៏មានពភាហើយកំចាត់បងនៅសេនានៃមច្ចុសេនានៃមច្ចុនៅក្នុងបរិកថាគេយល់ថាដែលយើងហៅថាជាពួកអមរិតយើងគឺកិលេសហ្នឹងឯងពួកកិលេសសមាហ្នឹងឯងជាសេនារបស់មច្ចុហ្នឹងពួកអមរិតយើងហ្នឹងឯងកិលេសហ្នឹងគឺជាសេនានៃមច្ចុដូចជាកញ្ជោញោមញីផ្ទះបបោះកញ្ជោហ្នឹងបើប្រែមកថាជាចម្បងជាចំណុចដើមផ្ទះបបោះនៅសម័យនោះឯងគឺគេការធ្វើផ្ទះសំអីហ្នឹងគឺគេយកដើមបបោះដើមអីហ្នឹងទៅសម្អាតឬក៏ទៅធ្វើចងជាបដិសជាអីគេចឹងទៅព្រោះដើមបបោះនោះដើមវាដូចដើមឫស្សីតូចមានប្រហោងមានអីហ្នឹងហើយមានផ្កាមានអីហ្នឹងអាចយកមកធ្វើជាបោះសម្រាប់យើងបច្ចុប្បន្នក៏មានខ្លះដែរដើមបបោះហ្នឹងប៉ុន្តែក្នុងចង់បញ្ជាក់ថាដើម្បីកម្ចាត់បងនៅសេនានៃមច្ចុហ្នឹងគឺដូចជាការសម្អាតញោមញីជាចម្បងហ្នឹងបានន័យថាជំរះមន្ទិលគឺកិលេសនឹងឯងចម្រាស់នឹងមិនឲ្យធ្វេសមិនឲ្យប្រហែសទេនៅក្នុងធម៌នៅក្នុងវិន័យហ្នឹងនៅក្នុងធម៌នៅក្នុងវិន័យហ្នឹងអ្នកនោះឈ្មោះថាលះបង់នៅជាតិសង្សារៈពីព្រោះជាតិសង្សារៈហ្នឹងគឺជានាំមកនៅសេចក្តីទុក្ខការកើតមានជាតិមកគឺជាសេចក្តីទុក្ខកាលណាបើមិនមានសេចក្តីធ្វេសប្រហែសហើយប្ររពនៅក្នុងសាសនាដល់ខ្ជាប់ជួនហើយកំចាត់បងនៅនៃសាសនានៃមច្ចុគឺកិលេសឬក៏យើងហៅថាអមរិតតែយើងនឹងបានហើយនោះហើយធ្វើឲ្យបានដល់នៅទីបំផុតទុកបាននៅវិគាថានឹងអស្ចារ្យមែនទេណាក្នុងពាន់នៃលោកធាតុនឹងស្ដាប់បានទាំងអស់ហ្នឹងឯងយើងពុទ្ធបរិស័ទព្រះបរមសាស្តាបានសរសើរត្រេកអរពួកខុសទាំងឡាយបានស្ដាប់នៅវិគាថានឹងឯងនៅពួកភិក្ខុនោះយ៉ាងណាដែលចេះសោតនឹងចាប់ប៉ុណ្្នឹងឯងសូមប្រគេនជូនបងប្រសពដល់ប្រការណាម្ចាស់ញញពុទ្ធបរិស័ទណាអ្នកទាំងឡាយទាំងបុរសទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នា